Chấm tiếp số bong bóng tầng ở khné chấm tiếp số chỉ thay một đoạn tiết bong bóng ở ngày ní nhung miênประเทศở bọt muối bẹ pon từ nâng bịa thải chấp bắp cứ bong bóng chấp bắp chỉ lọp lư tầng ở khné hay của bịa thải chấp bắp ní cứ dương pra yang tụt lum tụt liền chẳng nơi pe đại dương pra bịa thải chấp bắp mùi mắt cứ nay tụt liềnប្រសិនបើយើងចង់សម្ដៅទៅលើច្បាប់ណាមួយជាក់លាក់គឺយើងត្រូវនិយាយពាក្យថាច្បាប់ភ្ជាប់ទៅនឹងឈ្មោះរបស់ច្បាប់ហើយនឹងមាត្រារបស់ច្បាប់អញ្ចឹងយើងប្រើជាក់លាក់លើច្បាប់ហ្នឹងឧទាហរណ៍ថាយើងលើកពាក្យថាច្បាប់ហ្នឹងគឺច្បាប់ព្រហ្មទណ្ឌអញ្ចឹងយើងទាញក្រមព្រហ្មទណ្ឌយកមកប្រើមាត្រារបស់ក្រមព្រហ្មទណ្ឌអញ្ចឹងច្បាប់ហ្នឹងគឺគេលើកមកគឺបង្ហាញភាពជាក់លាក់តែទោះបីយើងយ៉ាងណាក៏ដោយបើសិនជាយើងនិយាយពាក្យថាច្បាប់គឺយើងនិយាយទូលំទូលាយច្បាប់ទូទៅអញ្ចឹងសម្រាប់អ្នកសិក្សាច្បាប់គេមានការបែងចែកមួយដើម្បីឲ្យអ្នកសិក្សាច្បាប់ហ្នឹងគាត់ងាយយល់ងាយសិក្សាដូច្នេះគេបែងចែកច្បាប់ធំចេញជាពីរគឺមួយច្បាប់ជាតិមួយទៀតច្បាប់អន្តរជាតិច្បាប់ជាតិគេបែងចែកជាពីរទៀតគឺច្បាប់ជាតិសាធារណៈច្បាប់ជាតិឯកជនចំណែកឯច្បាប់អន្តរជាតិគេបែងចែកជាពីរទៀតគឺច្បាប់អន្តរជាតិសាធារណៈនិងច្បាប់អន្តរជាតិឯកជនដែលភាសាអង់គ្លេសគេហៅថា international law public international law and private international law ហ្នឹងគឺមួយផ្នែកខាងច្បាប់អន្តរជាតិចំណែកច្បាប់ជាតិមួយផ្នែករបស់ច្បាប់ជាតិអញ្ចឹងគេបែងចែកអញ្ចឹងដើម្បីអីដើម្បីមានភាពងាយស្រួលនៅពេលដែលយើងពាក់ព័ន្ធទៅនឹងអង្គហេតុអីមួយនៅក្នុងសង្គមអង្គហេតុនោះពាក់ព័ន្ធទៅនឹងរឿងមកចង្កោមច្បាប់ជាតិគេយកច្បាប់ជាតិយកមកប្រើកាលណាពាក់ព័ន្ធនឹងចង្កោមច្បាប់អន្តរជាតិគេយកច្បាប់អន្តរជាតិយកមកប្រើអញ្ចឹងគេធ្វើការបែងចែករបៀបអញ្ចឹងនេះជាការលើកមួយដែលយើងត្រូវយល់ដឹងថាមុននឹងយើងស្វែងយល់ពីច្បាប់គឺយើងដឹងរូបរាងខាងក្រៅរបស់ច្បាប់សិនហើយមួយទៀតគោលបំណងរបស់ច្បាប់បងប្អូនគោលបំណងរបស់ច្បាប់គឺដើម្បីគ្រប់គ្រងរដ្ឋការពាររដ្ឋគ្រប់គ្រងសង្គមការពារសង្គមធានាយុត្តិធម៌ក្នុងសង្គមច្បាប់គោលបំណងច្បាប់គឺដូចនេះហើយច្បាប់ស្មើភាពគ្នាចំពោះមនុស្សគ្រប់រូបអត់ប្រកាន់ឋានៈបុណ្យស័ក្តិជាតិសាសន៍ជំនឿសាសនាពណ៌សម្បុរនិន្នាការនយោបាយឬស្ថានភាពផ្សេងទៀតទេគឺច្បាប់ស្មើភាពគ្នាមានករណីលើកលែងខ្លះក្នុងបុគ្គលណាមួយគាត់មានសិទ្ធិពិសេសហ្នឹងគឺសិទ្ធិដែលចែងនៅក្នុងច្បាប់ថាគាត់មានសិទ្ធិពិសេសហ្នឹងអាហ្នឹងគាត់អាចស្ថិតនៅក្រៅពីមនុស្សសាមញ្ញបន្តិចដោយសារគាត់មានចែងពីសិទ្ធិពិសេសពេលបងប្អូនសិក្សាច្បាប់ទៅមុខទៀតគឺបងប្អូននឹងដឹងថាលក្ខខណ្ឌណាដែលបុគ្គលម្នាក់ហ្នឹងគាត់មានសិទ្ធិពិសេសឬក៏ស្ថាប័ននិងនីតិបុគ្គលនឹងគាត់មានអីពិសេសអញ្ចឹងទៅមុខទៀតយើងនឹងរៀនប៉ុន្តែយើងនិយាយពីទស្សនវិជ្ជាទូទៅសិនទស្សនវិជ្ជាទូទៅដូចខ្ញុំបានលើកប្រាប់បងប្អូនអញ្ចឹងច្បាប់គឺស្មើភាពគ្នាអ្នកណាក៏ត្រូវគោរពច្បាប់ដែរពីព្រោះច្បាប់សម្រាប់គ្រប់គ្រងសង្គមពាក្យថាសង្គមនៅទីនេះ
គឺយើងសំដៅសង្គមជាតិនិងអន្តរជាតិសង្គមជាតិនិងអន្តរជាតិពាក្យសង្គមក៏នៃទូលាយដែរអញ្ចឹងនៅពេលដែលយើងប្រើពាក្យថាច្បាប់ដើម្បីគ្រប់គ្រងសង្គមគឺមានន័យថាច្បាប់នៃទូលាយសង្គមនៃទូលាយអញ្ចឹងមានន័យថាសង្គមក្នុងទីនេះគឺទាំងសង្គមជាតិទាំងសង្គមអន្តរជាតិអញ្ចឹងនេះគ្រាន់តែជាការលើកមកបង្ហាញអំពីរឿងរ៉ាវជុំវិញច្បាប់ដែលបងប្អូនត្រូវស្វែងយល់ដែលខ្ញុំលើកមកដើម្បីជាការបង្ហាញមួយដើម្បីឲ្យបងប្អូនមានចំណាប់អារម្មណ៍អាចយល់ដឹងពីរឿងច្បាប់ជាបឋមសិននៅវីដេអូបន្តខ្ញុំនឹងលើកប្រធានបទពាក់ព័ន្ធទៅនឹងច្បាប់ដូចគ្នាតែនឹងបន្តមួយជំហានម្ដងហើយមួយទៀតបងប្អូនពាក្យថាច្បាប់មានន័យថាច្បាប់ពាក្យថានីតិក៏មានន័យថាច្បាប់ដែរអញ្ចឹងតើពាក្យថាច្បាប់ហើយនឹងពាក្យថានីតិមានន័យច្បាប់ដូចគ្នាតើពីរហ្នឹងខុសគ្នាដូចម៉េចអញ្ចឹងទៅមុខទៀតខ្ញុំនឹងលើករឿងរ៉ាវទាំងអស់នោះជូនបងប្អូនបន្តទៀតបាទសូមអរគុណបងប្អូនសូមជម្រាបលាជួបគ្នាវីដេអូក្រោយ